បងប្អូនហូរកម្លាំងចិត្តមួយមកទឹកចុងក្រោយហើយណែដល់ចូលបង្គោលក្រហមកីឡាករហាន់ពីបង្គោលខៀវកីឡាករពេជ្រអភិទេពការប្រកួតយកពានមាស Extreme Power Boom ទឹកប្រាក់5លានរៀលដល់ចូលរបស់ហាន់ពីដល់ចូលហាន់ពីក៏ព្យាយាមដល់ចូលអតិទេពចូលវាយសោយកន្លែងនេះមួយសិនដូរវាយមកដៃក្តាប់ដៃខាងឆ្វេងមួយរបស់អតិទេពអ្នកទៅញ៉ាំមកហាន់ពីដល់ចូលវាយើងវាយទៅលើទុំទឹកទុំនេះអាយយអាយ៉ាបាទលុកទៅលុកមកក្តាប់ដៃទៅវិញទៅមកអ្នកកំពុងធំប៉ះអ្នកបាត់ដបងគូនេះអតិទេពកំពុងធំបានពីអ្នកបាត់ដបងព្យាយាមព្រាជាប់អូយផ្ទះដល់ជង្គង់របស់ហាន់ពីលោកគ្រូអញ្ញាកណ្ដាលស្ដាប់ណាស្ដាប់លោកគ្រូអ្នកដែលមានអត្តភាពខ្លាំងគឺលោកគ្រូអញ្ញាកណ្ដាលនេះហើយព្យាយាមដល់ចូលអត្តទេពព្យាយាមក្រាបដៃដូចគ្នាអត្តទេពវាយទៅលើទងទឹកបានមកដៃអីយ៉ាតងកន្លែងនេះបោះជង្គង់មកវិញគ្រាចាប់កែងរបស់ហាន់ពីចាប់ទាស់កន្លែងនេះជាប់ចាប់ជាប់អូយបាត់កីឡាករណាច់ឈ្នះនៅក្នុងការប្រកួតនេះជីបងបាទក្បែរបូរជីឧបត្ថម្ភទឹកប្រាក់3លានរៀលសម្រាប់អ្នកឈ្នះហើយអ្នកដែលគាត់មិនអាចឈ្នះនោះគឺបាន2លានរៀលណាក្តាប់ដៃចូលទៅចូលមកអត់អីដល់ចូលកន្លែងនេះទៀតមកជើងអូយកន្លែងនេះលេងកាប់ចាំមកដៃមកកែងតាមទៀតអាយ៉ាកន្លែងនេះមិនទេអតិទេពជាងទៅបីហើយបានដៃរបស់ទៅកែងរបស់ហាន់ពីកែងទៅវិញទៅមកដូចគ្នាព្យាយាមយកជើងទាស់កន្លែងនេះសិនបាទអតិទេពក៏ចង់បញ្ចប់ពាក្យថាស្គាល់ហាន់ពីអត់បាទឥឡូវដល់ចូលបន្តទៅទៀតបាទចាប់ដៃកែងជាមួយមកជើងបន្ថែមទៀតអាយ៉ាការខាងធំដល់លើកន្លែងនេះបោះទៅគុំមួយទៀតអតិទេពវាយបានម្ដាយអតិទេពវាយកន្លែងនេះមួយទៀតអតិទេពវាយកែងមួយទៀតអូយកែងកន្លែងនេះសងវិញរបស់ហាន់ពីកែងទៅកែងមកបាទត40វិនាទីទៀតបាទទឹកទី5នឹងបញ្ចប់ហើយបាទនៅសល់2គូទៀតណាពុកម៉ែបងប្អូនហើយកុំភ្លេចបាទជួយ like និងជួយ share បាទเพลงហងមាសគុណខ្មែរនៅលើ Channel YouTube បាទនេះទៅហើយកន្លែងនេះកែងមកដៃរបស់អតិទេពអោបគ្រាជាប់កន្លែងនេះជង្គង់កាច់កន្លែងនេះដួលអត់អីទេអតិទេពគឺជាកំពូលកីឡាករបាទធាក់មកជើងកន្លែងនេះជួបកស៊ូការពារថ្មីឥឡូវអត់ថ្មីឥឡូវលាងមកស្អាតឥឡូវបន្តការប្រកួតទៀតចប់បាត់ហើយហូអមឡើងចិត្តឲ្យបងប្អូនទាំងពីរមួយមកនេះគឺជាពេលវេលាស្ដាប់នៃការដាក់ពិន្ទុរបស់ចៅក្រមទាំង5គណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីកណ្ដាលលទ្ធផលពិន្ទុមកកាន់នៅក្នុងដៃរបស់ខ្ញុំរួចជាស្រេចចៅក្រមទី1ផ្ដោពិន្ទុក្រហម99ខៀវ96ចៅក្រមទី2ក្រហម98ខៀវ97ចៅក្រមទី3ក្រហម98ខៀវ97ចៅក្រមទី4ក្រហម98ខៀវ97ចៅក្រមទី5ក្រហម98ខៀវ97សម្រាប់ឈ្នះដោយឯកច្ឆន្ទនេះគឺជាពេលវេលាស្ដាប់នៃការដាក់ពិន្ទុរបស់ចៅក្រមទាំង5គណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីកណ្ដាលលទ្ធផលពិន្ទុមកកាន់នៅក្នុងដៃរបស់ខ្ញុំរួចជាស្រេចចៅក្រមទី1ផ្ដោពិន្ទុក្រហម99ខៀវ96ចៅក្រមទី2ក្រហម98
ខៀវ97ចៅក្រមទី3ក្រហម98ខៀវ97ចៅក្រមទី4ក្រហម98ខៀវ97ចៅក្រមទី5ក្រហម98ខៀវ97សម្រាប់ឈ្នះដោយឯកច្ឆន្ទ